Hello gorgeous welcome back to my channel អញ្ចឹងនៅក្នុងថ្ងៃនេះគឺខ្ញុំមកវិញម្ដងទៀតហើយជាមួយនឹង background ទៅដែរអ្នកដែលនិយាយទៅដែរគ្រាន់ថាម្ដងនេះគឺការស្លៀកពាក់របស់ខ្ញុំគឺរៀងប្លែកតិចព្រោះអីដូចអ្នកទាំងអស់គ្នាបានមើលនៅលើចំណងជើងរបស់ខ្ញុំហើយថាវីដេអូនេះគឺវាតកតងជាមួយនឹងការស្លៀកពាក់ដែលគោលបំណងសំខាន់នៅក្នុងវីដេអូមួយហ្នឹងគឺដើម្បីបង្រៀនក៏ដូចជាឲ្យ tip ខ្លះៗទៅកាន់បងឬក៏អ្នកទាំងអស់គ្នាដែលគាត់អត់ទាន់សូវចេះស្លៀកពាក់ឬក៏មិនមែនអត់ទាន់សូវចេះណាអ្នកណាក៏ចេះស្លៀកពាក់ដែរគ្រាន់ថាបើសិនជាគាត់មានអារម្មណ៍ថាចង់ improve ឬក៏ចង់ឲ្យធ្វើឲ្យការស្លៀកពាក់របស់ពួកគាត់វាប្រសើរជាងមុននឹងគឺជាវីដេអូសម្រាប់ពួកគាត់ទាំងអស់គ្នាមុននឹងយើងចូលទៅក្នុងវីដេអូរបស់យើងអាស៊ីជម្រៅជាងហ្នឹងឥឡូវសួរសិនថាតើខ្ញុំចេះពីណាគេហើយហេតុអីបានជាគិតថាខ្លួនឯងនឹងបង្កើតវីដេអូហ្នឹងឡើងមកហើយអាចជួយអ្នកទាំងអស់គ្នាបាន Well ម្ដងទៀតខ្ញុំឈ្មោះថាលីវស្រៀនហើយខ្ញុំអាចនិយាយបានថាខ្ញុំមិនមែនជាគ្រូបង្រៀននៃការស្លៀកពាក់ឬក៏ I'm not a fashion designer or something no I'm just a regular person ប៉ុន្តែគ្រប់ពេលដែលខ្ញុំដើរចេញទៅក្រៅចូលទៅក្នុង event ចូលទៅក្នុង hall ចូលទៅក្នុងកន្លែងធ្វើការនៅ Grab គឺខ្ញុំតែងតែត្រូវបានទទួលស្គាល់ជាមួយនឹងការស្លៀកពាក់របស់ខ្ញុំថាការស្លៀកពាក់របស់ខ្ញុំគឺវា unique វាស្អាតតាមមួយបែបអាហ្នឹងគឺជា recap ឡើងវិញអំពីខ្ញុំខ្លួនឯងដែលគ្រប់ពេលដែលខ្ញុំស្លៀកពាក់ការលើកដាក់ស្លៀកពាក់របស់ខ្ញុំគ្រប់ពេលខ្ញុំតែងតែប្រាប់ខ្លួនឯងថាខ្ញុំស្លៀកពាក់គឺមិនមែនដើម្បីតែភាពស្រស់ស្អាតទេនៅពេលដែលខ្ញុំស្លៀកពាក់គឺខ្ញុំស្លៀកពាក់ដើម្បីឲ្យខ្ញុំមានអារម្មណ៍អ្វីមួយដែលអារម្មណ៍ទាំងអស់ហ្នឹងវាអាចទាំងជាការទទួលស្គាល់ពីខ្លួនឯងការគោរពខ្លួនឯងការយកឈ្នះទៅលើភាពភ័យខ្លាចរបស់ខ្លួនឯងក៏ដូចជាផ្ដល់ក្តីស្រឡាញ់ឲ្យខ្លួនឯងផងដែរអាហ្នឹងឯងគឺជារបៀបនៃការស្លៀកពាក់របស់ខ្ញុំជារៀងរាល់ថ្ងៃ Well ហើយខ្ញុំជឿជាក់ថាអ្នកដែលគាត់ click ចូលមើលវីដេអូនេះប្រហែលជាបងអាចចេះស្វែងរក style ខ្លួនឯងឬក៏ដឹងពីរបៀបការស្លៀកពាក់របស់ខ្លួនឯងហើយក៏មានអ្នកខ្លះទៀតក៏គាត់អាចនឹងមាន brand តខ្លួនធំផងដែរប៉ុន្តែនៅក្នុងពេលតែមួយអ្នកទាំងអស់គ្នាដែលគាត់អាច click មើលចូលមើលវីដេអូនេះប្រហែលជាគាត់អត់ទាន់ចេះនៅក្នុងការទុកដាក់ទៅលើការស្លៀកពាក់របស់គាត់ឬក៏មានន័យថាការស្លៀកពាក់របស់គាត់វានៅអត់ទាន់ដល់កម្រិតមួយដែលគាត់អាចមានអារម្មណ៍ល្អពីវាអញ្ចឹងណាអូខេអញ្ចឹងម្ដងទៀតវីដេអូនេះគឺសម្រាប់ពួកគាត់ទាំងអស់គ្នាហ្នឹងឯងនៅក្នុងពេលតែមួយខ្ញុំក៏ចង់ធ្វើការ mention ផងដែរថាវីដេអូមួយនេះគឺមិនមែនជាការបង្រៀននៅក្នុងកម្រិតមួយដែលវា standard ឬក៏ជាលក្ខណៈគ្រូអីទេខ្ញុំនិយាយម្ដងទៀតព្រោះអីគឺអានេះគឺជាគ្រាន់តែជាវីដេអូដែលខ្ញុំធ្វើការបញ្ចេញនៅមតិរបស់ខ្ញុំចំពោះការស្លៀកពាក់តែប៉ុណ្ណោះដែលវាមកពីខ្លួនរបស់ខ្ញុំវាមកពីមតិល្អៗដែលខ្ញុំទទួលបានពីក្រុមគ្រួសាររបស់ខ្ញុំក៏ដូចជាមិត្តភក្តិរបស់ខ្ញុំនឹងឯងអញ្ចឹងក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការចែករំលែកទាំងអស់ថាតើវាជាអីហើយទាំងអស់ហ្នឹងគឺសិតតែមកពីកំណត់របស់ខ្ញុំទេ so of course you can expect it some problem or like some mistake as well so yeah but please enjoy ជំហានទី1ហ្នឹងគឺខ្ញុំចង់ឲ្យបងចាប់ផ្ដើមពីខ្លួនឯងចាប់ផ្ដើមសួរខ្លួនឯងថាតើពេលដែលបងមើលទៅការស្លៀកពាក់របស់ខ្លួនឯងបងគិតថាខ្លួនឯងស្លៀកពាក់ស្អាតតាមបែបបុរសឬក៏តាមបែបនារីព្រោះអីខ្ញុំជឿជាក់ថាហ្នឹងគឺជាចំណុចចាប់ផ្ដើមមួយដែលល្អខ្លាំងមែនតើព្រោះអីបើសិនជាយើងដឹងថាអូខេ style របស់យើងតាមបែបណាគឺយើងអាចស្វែងរកនៅកៅអៅដែលវាមកដើម្បីឲ្យខ្លួនឯងហ្នឹងមានជំរើសច្រើនទៅតាម style របស់ page ហ្នឹងផងដែរដែលខ្ញុំមិននិយាយបែបនេះមិនមែនខ្ញុំនិយាយថាបងបរោះគាត់ style របស់គាត់ដើម្បីតែបរោះឬក៏បងស្ត្រីគាត់ style របស់គាត់សម្រាប់តែស្ត្រីឯណូអត់មានធ្វើបែបហ្នឹងទេបើសិនជាគាត់ជាបរោះហើយប៉ុន្តែគាត់មើលតែខ្លួនឯង style របស់គាត់គឺវាសមជាមួយនឹងនារីជាងអញ្ចឹងគាត់អាចធ្វើការស្វែងរកផ្លូវដើម្បីធ្វើការឲ្យការស្លៀកពាក់របស់គាត់ទៅតាមបែបនារីដែលវាមើលទៅគួរឲ្យទទួលស្គាល់និងស្អាតផងដែរឬក៏មានអ្នកខ្លះទៀតគឺគាត់ដូចជាខ្ញុំដូចជាដើមគឺខ្ញុំអាចតែងខ្លួនបានពីរភេទជាបរោះផងជានារីផងអញ្ចឹងអ្នកទាំងអស់គ្នាប្រហែលជាអាចទៅសួរខ្លួនឯងហើយនៅសង្កេតមើលខ្លួនឯងផងដែរថាតើវា suitable ជាមួយនឹងមួយណាជាងអូខេអាហ្នឹងគឺជាជំហានទី1ចំណុចទី1ចំណុចទី2នៅក្នុងជំហានទី1របស់យើងគឺទៅលើប្រភេទនៃស្បែកជើងព្រោះអីនៅលើតួខ្លួនរបស់យើងទាំងអស់គឺវាមានអាវវាមានខោឬក៏សពុតឬក៏ហើយនឹងបែកជើងផងដែរអូខេអញ្ចឹងបន្ទាប់មកពីយើងមើលទៅលើរូបរាងរបស់យើងថាយើងសមជាមួយនឹងកៅអៅភេទណាហើយយើងអាចមើលទៅលើប្រភេទនៃបែកជើងយើងផងដែរថាតើយើង feel most comfortable in ឬក៏យើងស្រួលពាក់អាមួយណាជាងគេខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នារើសដំបូងគឺអាមួយណា style ប្រភេទបែកជើងមួយណាដែលវាស្រួលពាក់បែកជើងឃ្លប់បែកជើងប៉ាតា well អ៊ីតមួយបែកជើងផ្ទាត់ឬក៏បែកជើងកែង
okay បងស្អីក៏ចឹងដែរបើសិនជាបងមានអារម្មណ៍ថា okay បង feel comfortable in flat ឬក៏បើជើងប៉ាតាបងអាចពាក់អាហ្នឹងទៅបងមិនចាំបាច់ទៅបខំខ្លួនឯងទៅលើការពាក់បើជើងកែងទេព្រោះអីសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំមានអារម្មណ៍ថាបើយើងរើសបើជើងគឺយើងរើសបើជើងគួរតែបើជើងណាដែលវាស្រួលពាក់សម្រាប់យើងវាឲ្យយើងស្រួលខ្លួនជាជាងដែលយើង suffer យើង I want you guys to wear something that comfortable okay អាហ្នឹងគឺជាជំហានទី2នៅក្នុងចំណុចទី1របស់យើងចំណុចទី3នៅក្នុងជំហានទី1របស់យើងគឺការដែលខ្ញុំចង់ឲ្យបងប្អូនគ្នាគិតថាតើកន្លែងណានៅលើខ្លួនរបស់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាចង់បង្ហាញហើយកន្លែងណាដែលអ្នកទាំងអស់គ្នាអត់ចង់បង្ហាញដូចថាជាធម្មតាខ្ញុំជឿជាក់ថាអ្នកណាក៏ដូចជាអ្នកណាដែរយើងតែងតែមានកន្លែងណាដែលយើងខ្មាស់យើងអត់ហ៊ានបង្ហាញពីខ្លួនរបស់យើងចឹងទៅចឹងអ្នកទាំងអស់គ្នាអាចគិតហើយអាច note វាទុកនៅក្នុង remind yourself that okay that is the part that I don't want to show ហើយក៏មានចំណុចណាដែលបងចង់ show អូខេឥឡូវឧទាហរណ៍ថាខ្ញុំផ្ទាល់ខ្ញុំ feel comfortable showing this part of my body and this part only yeah ប៉ុន្តែពេលដែលខ្ញុំទៅរកកៅអៅគឺខ្ញុំនឹងរកកៅអៅណាដែលវា show ទៅកន្លែងហ្នឹងឯងកន្លែងដែលខ្ញុំ feel comfortable in ឯងខ្ញុំអត់អាចទៅ show កន្លែងណាដែលខ្ញុំអត់ feel ថាខ្ញុំអត់ចង់បង្ហាញទេព្រោះអីខ្ញុំជឿជាក់ថាការស្លៀកពាក់ដែលស្អាតគឺតើតែយើងស្លៀកពាក់ដោយមានទំនុកចិត្តទៅលើខ្លួនឯងទៅលើអ្វីដែលយើងកំពុងតែពាក់ហ្នឹងបើយើងពាក់ហើយយើងមានអារម្មណ៍ថាខ្មាស់គេពេលដែលយើងពាក់ហើយយើងមានអារម្មណ៍អត់ល្អពីវាទោះបីជាកៅអៅនឹងថ្លៃប៉ុណ្ណាក៏ដោយក៏ខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាអត់មានអារម្មណ៍ថាស្អាតនៅក្នុងការស្លៀកពាក់កៅអៅនឹងផងដែរ yeah so just wear what you're comfortable in and wear it with confidence okay ជំហានទី2ដែលជំហានទី2គឺយើងនឹងសម្លឹងមើលក្នុងចំណុចទី1បំផុតគឺយើងនឹងសម្លឹងមើលទៅកាន់ប្រភេទនៃកៅអៅអូខេដែលទី1គឺខ្ញុំចង់ឲ្យអ្នកនរគ្នាមើលទៅលើពណ៌ថាតើពណ៌កៅអៅមួយណាដែលវាលើកអ្នកនរគ្នាជាជាងដាក់អ្នកនរគ្នាចុះវិញទៅលើពណ៌សបល់អ្នកនរគ្នាខ្ញុំមិនមែនមានន័យថាសបល់ពណ៌ខ្មៅជាសបល់ដែលអាក្រក់មើលអីអត់ទេខ្ញុំមិនបាននិយាយចឹងទេគឺខ្ញុំចង់និយាយថាចំពោះការរើសពណ៌គឺយើងគួរតែរើសពណ៌ណាដែលវាលើកស្បែកយើងជាជាងធ្វើឲ្យស្បែកយើងស្អាតជាងមុនយើងបើសិនជាយើងស្លៀកពាក់យើងនឹងចង់ឲ្យពណ៌សម្បល់របស់យើងនេះគឺវានៅពណ៌ធម្មជាតិរបស់វាយើងអត់ចង់ឲ្យវាស្អាតជាងហ្នឹងទេព្រោះអីវាអាចនឹងមើលទៅវាអត់ទៅសមអញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំចង់ឲ្យអ្នកនរគ្នាចំណុចទី1នៅក្នុងជំហានទី2របស់យើងគឺមើលទៅលើពណ៌ថាតើពណ៌ណាដែលវាធ្វើឲ្យស្បែករបស់យើងវាមិនស្អាតហើយវាអាចនឹងលើកស្បែករបស់យើងជាជាងដែលវាធ្វើឲ្យវាស្អាតជាងមុនអូខេអាហ្នឹងគឺជាចំណុចទី1ចំណុចទី2គឺខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមើលថាតើប្រភេទប្រវែងនៃកៅអៅណាដែលវាស័ក្តិសមខ្លាំងបំផុតចំពោះអ្នកទាំងអស់គ្នាអូខេបើសិនជាអ្នកទាំងអស់គ្នាមានអារម្មណ៍ថាពេលដែលយើងស្លៀកពាក់វែងអារបៀបបំភើយរំភើយអាវែងអារបៀប flowy ហ្នឹងហើយបើអ្នកនរគ្នាមានអារម្មណ៍ថាអ្នកនរគ្នាពាក់អាវែងអញ្ចឹងអារបៀបរំភើយអញ្ចឹងសមជាងខ្ញុំចង់ឲ្យអ្នកនរគ្នា note down អាហ្នឹងទុកដូចគ្នាចំពោះខោក៏ដូចគ្នាឬក៏សពុតដូចគ្នាបើសិនជាអ្នកនរគ្នាមានអារម្មណ៍ថាត្រូវជាមួយនឹងអាវែងអាប្រវែងរំភើយជាងអ្នកនរគ្នាអាច note អាហ្នឹង down ដូចគ្នាប៉ុន្តែបើសិនជាអ្នកនរគ្នាមើលថាតើខ្លួនឯងវាស័ក្តិសមជាមួយនឹងខាងផ្នែកបែបតឹងជាងតឹងលើតឹងក្រោមហ្នឹងអ្នកនរគ្នាអាច note down ដូចគ្នាព្រោះអីវាក៏ជា style របស់យើងផងដែរហើយកុំតាន់គិតច្រើនព្រោះអីបើសិនជាអ្នកនរគ្នាអាចអ្នកនរគ្នាអាចទៅស្វែងរកផ្លូវដើម្បីធ្វើឲ្យការស្លៀកពាក់របស់យើងវាមានជម្រើសច្រើនទោះបីជាយើងគិតថាអូខេឥឡូវឧទាហរណ៍ខ្ញុំឧទាហរណ៍ចាស់ដើម្បីងាយស្រួលយល់អ្នកនរគ្នាមើលទៅខ្លួនឯងស្លៀកពាក់បានតែអារបៀបធំជាងខ្លួនអូខេអា oversize ឬក៏អារបៀប flowy ទេប៉ុន្តែអ្នកនរគ្នាចង់ទៅស្លៀកពាក់បែប fitting អារបៀបតឹងអារបៀបណែនអញ្ចឹងអ្នកនរគ្នាអាចដាក់តឹងបានហើយនេះគឺជា tip របស់ខ្ញុំបើសិនជាអ្នកនរគ្នាស្លៀកតឹងហើយអ្នកនរគ្នាអាចបន្ថែមអ្វីនៅពីក្រៅរបស់វាដែលមើលទៅវា flowy ឬក៏វា oversize ដែលវាអាចនឹងជាអាវហូមសាច់ឬក៏វាអាចនឹងជាសពុតឬក៏វាអាចនឹងជា like something to play with the អាវតឹងដែលយើងពីក្នុងហ្នឹងហ្នឹងហើយអាហ្នឹងគឺជា tip របស់ខ្ញុំដែលអ្នកនរគ្នាអាចធ្វើការ try out ដូចគ្នាស្វាគមន៍មកកាន់ជំហានទី3ដែលជំហានទី3គឺវាជាការ add បន្ថែមជាមួយនឹងគ្រឿងអលង្ការទៅលើការស្លៀកពាក់របស់អ្នកទាំងអស់គ្នាបន្តិចបន្តួចបន្ថែមព្រោះខ្ញុំជឿជាក់ថានៅពេលដែលយើងអាច add បន្ថែមអីបន្តិចបន្តួចដូចជាគ្រឿងអលង្ការដូចជាខ្សែកកវិលខ្សែដៃចិញ្ចៀនខ្សែជើងឬក៏ខ្សែក្រវ៉ាត់ជាដើមហើយក៏បន្ថែមជាមួយនឹងស្បែកជើងផងដែរគឺវានឹង add more flavor to the taste មែនតើព្រោះអីខ្ញុំជឿជាក់ថាជាមួយ without the jewelry it's like it's a little bit
nothing for me so that's why ពេលដែលខ្ញុំធ្វើការស្លៀកពាក់គឺខ្ញុំតែងតែ add បន្ថែមជាមួយនឹងគ្រឿងអលង្ការបន្តិចបន្តួចរបស់ខ្ញុំដូចជាឈុតនេះអញ្ចឹងគឺខ្ញុំមានអារម្មណ៍ថាវាអាចនឹង empty តិចបើសិនជាយើងអត់ add ជាមួយនឹងខ្សែកនេះអញ្ចឹងក៏ខ្ញុំអាចធ្វើការ add ទៅគឺវា well for me it's fitting so yeah អញ្ចឹងអ្នកនរគ្នាអាចគិតបានដូចគ្នាថាតើមានគ្រឿងអលង្ការមួយណាដែលវា add បន្ថែមជាមួយនឹងការស្លៀកពាក់របស់អ្នកនរគ្នាមួយឈុតហ្នឹងដែលវា like make it more unique ហ្នឹងហើយដែលខ្ញុំចង់ encourage អ្នកនរគ្នាអាចនឹងស្វែងរក accessory ឬក៏ jewelry មួយណាដែលវាស័ក្តិសមជាមួយនឹងការស្លៀកពាក់របស់អ្នកនរគ្នាផងដែរអាហ្នឹងគឺជាជំហានទី3ជំហានទី4ដែលជាជំហានចុងក្រោយរបស់យើងគឺជាការរក្សាក្លិនឲ្យល្អអូខេអញ្ចឹងខ្ញុំជឿចំពោះខ្ញុំផ្ទាល់ខ្ញុំជឿជាក់ថាកៅអៅរបស់យើងវានឹងអត់ complete ទេជាមួយនឹងក្លិនដែលវាអត់ត្រូវជាមួយនឹងកៅអៅរបស់យើងស្លៀកអូខេអញ្ចឹងចំពោះអ្នកទាំងអស់គ្នាដែលមើលវីដេអូនេះមកដល់ចុងក្រោយនេះគឺអ្នកទាំងអស់គ្នាត្រូវតែស្វែងរកក្លិនមួយឲ្យឃើញពីខ្លួនឯងថាតើខ្លួនឯងស្រឡាញ់ក្លិនបែបណាហើយអាចនឹងទៅស្វែងរកជាមួយនឹងប្រភពក្លិនដែលវាជាអាចនឹងជាទឹកអប់ឬក៏ជាទឹកក្អូបសម្រាប់កៅអៅរបស់ពួកយើងហើយព្យាយាមរក្សាវាឲ្យនៅកន្លែងហ្នឹងបើសិនជាអ្នកនរគ្នាអាចរក្សាឲ្យវាក្លិនក្អូបបានទេដែលខ្ញុំអាចនឹងដឹងថាព្រោះអីក៏ខ្ញុំក៏ជាអ្នកដែលប្រើទឹកអប់ផងដែរគឺវាអាចនៅជាមួយយើង24ម៉ោងបានទេអញ្ចឹងអ្នកនរគ្នាបើសិនជាអត់អាច maintain វាបានក៏គួរតែឲ្យខ្លួនឯងនេះរៀនឲ្យខ្លួនឯងអត់មានក្លិនចំពោះខ្លួនរបស់យើងមានន័យថាអាក្លិនធម្មជាតិរបស់យើងហ្នឹងគឺវាអត់ស្អុយឬក៏វាអត់មានក្លិនអត់ល្អអញ្ចឹងណាអូខេអញ្ចឹងអាហ្នឹងជាអីដែលខ្ញុំព្យាយាមនិយាយថាការស្លៀកពាក់មួយដែលល្អវាល្អហើយប៉ុន្តែបើសិនជាយើងមានក្លិនបន្ថែមល្អបន្ថែមពីលើហ្នឹងទៀតណាវានឹងគុណនឹងពីរធ្វើឲ្យអ្នកគ្នាមើលទៅខ្ជូតហើយស្អាតអញ្ចឹងណាអូខេអញ្ចឹងយើងបានបញ្ចប់ជាមួយនឹងជំហានទាំង4របស់យើងដែលជាគំនិតរបស់ខ្ញុំទៅលើការស្លៀកពាក់ប៉ុន្តែខ្ញុំនឹងសុំនិទានរឿងមួយទៅកាន់អ្នកទាំងអស់គ្នាផងដែរដែលនិទានរបស់យើងថ្ងៃនេះគឺវាតាក់ទងជាមួយនឹងលោក Yves Saint Laurent ដែលជាម្ចាស់ brand YSL គឺជា brand មួយដែលល្បីជុំវិញពិភពលោកនៅក្នុងរាល់ថ្ងៃនេះអូខេអញ្ចឹងលោកគឺជាធ្លាប់តែជាក្មេងប្រុសម្នាក់ដែលធ្លាប់កាត់ទស្សនាវដ្តីរូបភាពពីទស្សនាវដ្តីដើម្បីយកមកធ្វើការដាក់រូបទាំងអស់ហ្នឹងទៅលើកូនរបស់គាត់ហ្នឹងហើយប៉ុន្តែដោយសារតែគាត់មានឆន្ទៈមោះមុតនៅក្នុងការស្លៀកពាក់របស់គាត់ហ្នឹងគាត់ក៏បានប្រែក្លាយខ្លួនរបស់គាត់ពីក្មេងប្រុសម្នាក់ទៅក្លាយទៅជាម្ចាស់ brand ដ៏ធំមួយ YSL ហ្នឹងដែលគាត់បានឆ្លងកាត់ដូចថាមុនដំបូងគឺគាត់ជាក្មេងប្រុសម្នាក់ហ្នឹងដោយសារតែគាត់ស្រឡាញ់ខាងស្លៀកពាក់គាត់ក៏ចូលទៅរៀននៅក្នុងសាលា fashion and then គាត់ក៏បានប្រែខ្លួនទៅធ្វើការនៅក្នុង brand Dior ហើយនៅពេលដែលបន្ទាប់ពីចប់ពី brand Dior ហ្នឹងគាត់ក៏បានខ្លាយខ្លួនប្រែខ្លាយឱកាសហ្នឹងទៅជាការបង្កើតអាជីវកម្មផ្ទាល់ខ្លួនរបស់គាត់ដែលជា brand YSL ហ្នឹងឯងហើយចំពោះខ្ញុំផ្ទាល់គឺខ្ញុំស្រឡាញ់ brand YSL ត្រង់បិជើងកែងដែលវាមានអក្សរ YSL Yves Saint Laurent នៅកន្លែងជាកែងរបស់វាហ្នឹងគឺជា dream my own dream hill yeah ហើយមូលហេតុអីបានជាខ្ញុំលើកយកឬរបស់គាត់យកមកធ្វើជាឧទាហរណ៍ well ខ្ញុំមានអារម្មណ៍ថាបងខ្លះគឺគាត់នៅតែ hold back គាត់ចង់រឿងធ្វើការស្លៀកពាក់របស់គាត់ឲ្យលោឆាយដូចគេប៉ុន្តែគាត់ hold back គាត់អត់ហ៊ានគាត់នៅតែខ្លាចអញ្ចឹងខ្ញុំបើសិនជាគាត់ធ្វើការคลิกដល់វីដេអូនេះមកដល់ចំណុចនេះហើយខ្ញុំអត់ចង់ឲ្យពួកគាត់ទាំងអស់គ្នានៅកន្លែងនឹងបន្តទៀតទេខ្ញុំចង់ឲ្យពួកគាត់ចាប់ផ្ដើមធ្វើវាស្លៀកពាក់ឈុតមួយហ្នឹងដែលបងតែងតែចង់ធ្វើការស្លៀកហ្នឹងស្លៀកទៅកន្លែង event ណាឬក៏ទៅកន្លែងណាដែលអ្នកនរគ្នាចង់ទៅហើយស្លៀកជាមួយនឹងឈុតហ្នឹងដែលអ្នកទាំងអស់គ្នាតែងតែចង់ស្លៀកទោះបីជាវាអាចនឹងវេលលទ្ធផលពេលដែលយើងស្លៀកទៅវាអាចនឹងមានការសើចឬក៏មានការចំអកឬក៏មានការសរសើរប៉ុន្តែសួរថាយើងបានធ្វើវានៅយើងបានធ្វើវាហើយខ្ញុំមកចង់ឲ្យអ្នកនរគ្នាអាយុ80ហើយអ្នកនរគ្នាមើលទៅពេលក្រោយទាំងអស់គ្នាវិញហើយមានអារម្មណ៍ថាយើងគួរតែពាក់ឈុតហ្នឹងហើយយើងអត់គួរចំណាយពេលរបស់យើងដើម្បីអង្គុយតែខ្លាចទេខ្ញុំមកចង់ឲ្យគ្នាឆ្លងកាត់រឿងបែបហ្នឹងឯងអញ្ចឹងបើសិនជាអ្នកនរគ្នាមើលមកដល់ចំណុចនេះគួរតែចាប់ផ្ដើមធ្វើរឿងហ្នឹងទៅស្លៀកពាក់មួយឈុតហ្នឹងដើម្បីធ្វើការចេញទៅក្រៅទោះបីជាវាខុសគេទោះបីជាវាមើលទៅមិនចូលចំណោមគេក៏វាគឺជា style របស់យើងអ្នកជោគជ័យពាក្យច្រើនចំពោះរឿង brand កៅអៅហ្នឹងគឺគាត់សិតតែអ្នកចាប់ផ្ដើមជាមួយនឹងភាពខុសគេរបស់គាត់ហ្នឹងឯងអូខេខ្ញុំក៏ដូចគ្នាឥឡូវយើងចូលមករឿងខ្ញុំវិញដូចគ្នាខ្ញុំធ្លាប់តែជាមនុស្សម្នាក់ដែលខ្ញុំគិតថាខ្ញុំជាមនុស្សស្រឡាញ់ពីរភេទ bisexual អញ្ចឹងការតែងខ្លួនរបស់ខ្ញុំគឺខ្ញុំតែងតែ tend more to a masculine type of style ដែលខ្ញុំការស្លៀកពាក់របស់ខ្ញុំគឺធ្លាប់តែជាមនុស្សប្រុសជាងមនុស្សស្រីខ្ញុំអត់ដែលមានអារម្មណ៍ថាគិតថាខ្លួនឯងសមជាមួយនឹង style របស់មនុស្សស្រីទេរហូតតតែខ្ញុំបានធ្វើការ win scholarship ទៅកាន់ឧបទេសអូស្ត្រាលីនឹងឯងដែលខ្ញុំចាប់ផ្ដើម
ចំណាយពេលជាមួយនឹងការតែងខ្លួនថ្មីរបស់ខ្ញុំដែលខ្ញុំចាប់ផ្ដើមដំបូងបំផុតគឺជាមួយនឹងមួយជើងកែង my own pair of heel ពណ៌ខ្មៅដែលវាមានកែង half circle ពេលហ្នឹងគឺខ្ញុំចាប់ផ្ដើម add វាចូលទៅក្នុង my own closet ហើយខ្ញុំចាប់ផ្ដើម wear វារាល់ថ្ងៃខ្ញុំចាប់ផ្ដើមពាក់វារាល់ថ្ងៃហើយខ្ញុំចាប់ផ្ដើម find my own courage ដើម្បី cat with a catwalk ការដំណើរឆ្មាហ្នឹងខ្ញុំស្រឡាញ់ដំណើរឆ្មាខ្លាំងមែនតើអញ្ចឹងខ្ញុំពាក់វាសឹងតែរាល់ថ្ងៃហើយខ្ញុំពាក់ទៅសាលារៀនរបស់ខ្ញុំហើយអ្នកទាំងអស់គ្នាខ្ញុំប្រាប់រឿងមួយគេដោយសារតែសាលារបស់យើងវាបែងចែកគ្នាពីរសងខាងហើយឆ្ងាយខ្លាំងមែនតើអញ្ចឹងពេលដែលយើងចប់ពីម៉ោង1នៅសាលានេះយើងត្រូវមកសាលានេះអញ្ចឹងចំពោះសិស្សផ្សេងគេអាចនឹងជិះត្រែមហ្នឹងវាដូចជារថភ្លើអញ្ចឹងប៉ុន្តែវានៅលើផ្លូវជាមួយនឹងឡានម៉ូតូហ្នឹងហើយអញ្ចឹងគេនឹងជិះត្រែមពីសាលាមួយទៅសាលាមួយប៉ុន្តែចំពោះខ្ញុំអត់ទេដោយសារតែខ្ញុំពេលដែលខ្ញុំចាប់ផ្ដើមរកឃើញខ្លួនឯងអញ្ចឹងគឺខ្ញុំចាប់ផ្ដើមមានឆន្ទៈមោះមុតនៅក្នុងការធ្វើវាខ្លាំងមែនទែនជាមួយនឹងមួយជើងកែងពណ៌ខ្មៅហ្នឹងខ្ញុំដើរពីសាលាមួយទៅសាលាមួយចំណាយរយៈពេលពី15ទៅ30នាទីហើយខ្ញុំអត់មានឈឺជើងទោះបីជាខ្ញុំឈឺក៏ដោយខ្ញុំឈឺពេលខ្លះវាអាចនឹងឈាមជើងទៀតប៉ុន្តែជឿតែខ្ញុំឈប់អត់ទេតែសារតែខ្ញុំរកឃើញខ្លួនឯងពេលដែលយើងរកឃើញខ្លួនឯងអាពេលហ្នឹងឯងជាពេលដែលយើងពុះ control នៅក្នុងការធ្វើរឿងហ្នឹងណាអូខេអញ្ចឹងខ្ញុំដើរពីសាលាមួយទៅសាលាមួយជារៀងរាល់ថ្ងៃពេលខ្លះក៏យើងជិះត្រែមដែរប៉ុន្តែវាថាវាភាគច្រើនគឺខ្ញុំធ្វើការដើរហើយបន្ទាប់ពីការ add heel អាពណ៌ខ្មៅហ្នឹងចូលទៅក្នុង closet របស់ខ្ញុំចាប់ផ្ដើមដាក់កម្មាឬក៏កសែងបង់កនៅលើក្បាលរបស់ខ្ញុំដែលពេលដែលខ្ញុំធ្វើការដាក់បែបហ្នឹងទៅគឺខ្ញុំមានអារម្មណ៍ថា like I feel like a baddie because likeវាស្អាតខាងមែនតើហើយវាជា style មួយដែល I want to create as my own signature ប៉ុន្តែគឺខ្ញុំអត់ទាន់បានធ្វើវាទេឥឡូវថ្មីនេះគឺការដាក់កសែងបង់កនៅលើក្បាលរបស់យើងអូខេបន្ទាប់ពីហ្នឹងគឺខ្ញុំចាប់ផ្ដើមស្វែងរកការស្លៀកពាក់ដែលវា according to what I love like adding more style finding way like awesome ទៅគឺខ្ញុំចាប់ផ្ដើមរកផ្លូវដើម្បីធ្វើឲ្យកៅអៅរបស់ខ្ញុំវាតឹងទៅលើខ្លួនរបស់ខ្ញុំដោយសារតែខ្លួនរបស់ខ្ញុំមានអារម្មណ៍ថាវាស្អាតចំពោះអាកៅអៅតឹងអញ្ចឹងណាអូខេអញ្ចឹងខ្ញុំចាប់ផ្ដើមស្វែងរកធ្វើបែបហ្នឹងហើយដល់ពេលដែលខ្ញុំធ្វើបែបហ្នឹងគឺខ្ញុំចាប់ផ្ដើមរៀនពីមេរៀនមួយពីខ្លួនឯងគឺថា I'm gay I'm a feminine gay អញ្ចឹងខ្ញុំចាប់ផ្ដើមទទួលស្គាល់ខ្លួនឯងថាខ្ញុំជា gay feminine gay ខ្ញុំចាប់ផ្ដើមទទួលបានការទទួលស្គាល់ពីក្រុមគ្រួសាររបស់ខ្ញុំដូចគ្នាទោះបីជាវាចំណាយពេលរៀងយូរបន្តិចប៉ុន្តែគឺពួកគាត់ចាប់ផ្ដើម accept ខ្ញុំគាត់ចាប់ផ្ដើមទទួលស្គាល់ខ្ញុំហើយជាពិសេសគឺម៉ាក់របស់ខ្ញុំគាត់ទទួលស្គាល់ខ្ញុំហើយប៉ុន្តែគាត់ធ្វើការ support ខ្ញុំបន្ថែមទៅចំពោះ my own decision like ពេលដែលខ្ញុំចូលទៅក្នុងកម្មវិធីណាមួយអញ្ចឹងបើខ្ញុំសម្លៀកបំពាក់សម្រាប់ស្លៀកចូលទៅក្នុង event ហ្នឹងទេគឺគាត់នឹងឲ្យខ្ញុំទៀតរោគរបស់គាត់ដែលភាគច្រើនរោគរបស់គាត់គឺខ្ញុំយកតែអាចធ្វើប្រវែងជង្គង់របស់ខ្ញុំដោយសារតែខ្ញុំ look good in that អញ្ចឹងណាអូខេអញ្ចឹងគាត់នឹង even like giving her own piece of clothes just for me to go into that event okay and then ខ្ញុំចាប់ផ្ដើមទទួលបានការទទួលស្គាល់ពីមិត្តភ័ក្តិរបស់ខ្ញុំក៏ដូចជានៅជុំវិញខ្លួនរបស់ខ្ញុំដែលការទទួលស្គាល់ទាំង3នេះគឺវាធំខ្លាំងបំផុតជាពិសេសអាចចំណុចទី1នេះគឺខ្ញុំទទួលស្គាល់ខ្លួនឯងនេះអញ្ចឹងបងនិងអូនដែលគាត់មើលវីដេអូនេះមកដល់ចំណុចនេះក៏ដូចគ្នាយើងមិនចាំបាច់ទទួលបានលទ្ធផលណាដែលវាធំដូចលោក Yves Saint Laurent ទេប៉ុន្តែអ្នកនរគ្នាគឺអាចនឹងពេលដែលអ្នកនរគ្នាចាប់ផ្ដើមនៅក្នុងការស្លៀកពាក់ទៅតាមអ្វីដែលអ្នកនរគ្នាចូលចិត្តមិនមែនតែការស្លៀកពាក់ឯរឿងអីក៏ដោយបើសិនជាអ្នកនរគ្នានៅតែបន្តធ្វើវាខ្ញុំជឿជាក់ថាមានផ្លូវជាច្រើនដែលវាមានទ្វារជាច្រើនដែលវានឹងបើកហើយផ្លូវជាច្រើនសម្រាប់អ្នកនរគ្នាដែរដូចគ្នាដែលលោក Yves Saint Laurent គាត់បាននិយាយចឹងថាការស្លៀកពាក់គឺជាផ្លូវដើរមួយអញ្ចឹងអ្នកនរគ្នាគួរតែធ្វើការ consider ដើម្បីធ្វើការស្លៀកពាក់នៅសម្លៀកបំពាក់មួយឈុតនោះដែលអ្នកនរគ្នាតែចង់ស្លៀកប៉ុន្តែខ្លាចអូខេចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូដែលទី2របស់ខ្ញុំនេះដែលវាមានការតាក់ច្រើនវាមានការច្រើនវាមានការចែកចោលហើយក៏អរគុណបងដែលបានមើលវីដេអូទី1របស់ខ្ញុំផងដែរ I feel so proud of myself for doing that and you guys just make it even more better for me and thank you so much ហើយខ្ញុំចង់ប្រាប់បងដែរថាបើសិនជាបងឬក៏អូនដែលគាត់មានអារម្មណ៍ថាអូខេគាត់អត់ទាន់សូវយល់ពីវីដេអូនេះហើយគាត់ចង់ដឹងបន្ថែមគាត់អាចតាក់ទងមកខ្ញុំបានហើយមិនមែនតែការតាក់ទងមកដើម្បីតែសួរពីរឿងវីដេអូហ្នឹងទេបើសិនជាអ្នកនរគ្នាមានអារម្មណ៍ថាចង់ទៅដើរផ្សារឬក៏ចង់ឲ្យមានពីណាគេទៅដើរផ្សារជាមួយពួកគាត់ហើយចង់ឲ្យមានខ្ញុំទៅជាមួយពួកគាត់ដែរពួកគាត់អាចឆាត់មកខ្ញុំបានដូចគ្នាខ្ញុំអត់និយាយលេងទេណាខ្ញុំនិយាយមែនតើហើយជាធម្មតាខ្ញុំគិតថាយើងពេលខ្លះយើងគ្រាន់តែចង់បានផ្នែកមកគូទៀតដើម្បីឲ្យគាត់មើលមកយើងនៅក្នុងផ្លូវរបស់យើងដែលឲ្យគាត់ជួយប្រាប់យើងថាតើយើងស្អាតឬក៏អត់នៅក្នុងសម្លៀកពាក់មួយហ្នឹងឯងហើយខ្ញុំចង់ធ្វើជាមនុស្សម្នាក់ហ្នឹងដើម្បីអ្នកទាំងអស់គ្នាផងដែរអូខេ thank you guys so much I love you guys so much and bye bye Betty
stay fabulous okay